ngàyបងប្អូនចង់ចេះកាត់វីដេអូបែបនេះហ៎ចាំខ្ញុំរៀនទីដំបូងយើងចូលទៅកាន់ TikTok រួចបន្ទាប់មកយើងវាយពាក្យ anime photo anime green screen ហើយបន្ទាប់មកបងប្អូន download វីដេអូមួយណាដែលបងប្អូនចូលចិត្តមកហើយបន្ទាប់មកបងប្អូនចូលទៅកាន់ឧទាហរណ៍ថាខ្ញុំយកវីដេអូនេះវីដេអូនេះខ្ញុំបាន download ហើយបន្ទាប់មកយើង search ពាក្យមួយទៀតយើង search ពាក្យ background green screen យើងអូស scroll ទៅក្រោមហើយបន្ទាប់មកនេះយើងចុចពាក្យនេះ background green screen នេះរូប photo ទាំងអស់នេះបងប្អូនអាច download រូបមួយណាក៏បានដែរតែខ្ញុំបាន download ហើយនេះមានរូបជាច្រើនហើយបងប្អូនជ្រើសរើសបន្ទាប់មកយើងចេញពី TikTok យើងចូលមកដល់ CapCut យើងចូលមកកាន់ CapCut យើងចុចពាក្យ new video បងប្អូនចូលមកដល់ CapCut យើងចុចពាក្យ new video បន្ទាប់មកបងប្អូនចូលមកដល់ទីនេះបងប្អូនចុចពាក្យ photo សិនហើយរើសរូបដែល photo ដែលបងប្អូនបាន down មិញនេះចុច add មកចាំបន្តិចវាកំពុងដំណើរការបន្ទាប់មកវាចេញជាទម្រង់បែបនេះបន្ទាប់មកបងប្អូនត្រូវចុចកន្លែងបញ្ចូលរូបភាពមួយតង់ទៀតបងប្អូនទៅចុចទៅកាន់វីដេអូយកវីដេអូយើង down បានមុនហ្នឹងបន្ទាប់មកចុច add បន្ទាប់មកបងប្អូនស្រែស្រង់ឲ្យរាងទូចល្មមមើលទៅអាចទទួលយកបានបងប្អូនអូមកខាងក្រោយចុចពាក្យremove background បងប្អូននឹងឃើញសញ្ញាមូនោះហើយបងប្អូនចុចលើវាមកអូតែមួយឆ្វាច់ចុចគ្រីវិញមកចូលមកបងប្អូនស្រែស្រង់វាឲ្យស្មើត្រឹមល្អទៅមកល្មមបានហើយបងប្អូនកុំឲ្យធំខ្លាំងពេកហ្នឹងហើយរួចបន្ទាប់មកបងប្អូនអូសមើលឲ្យរួចបងប្អូនកុំភ្លេចលុត CapCut ខាងក្រោយនេះផងតោះមកបងប្អូនសេរីវីដេអូហ្នឹងធ្វើម៉េចឲ្យស្មើជាមួយនឹងវីដេអូមួយទៀតហ្នឹងបន្ទាប់ពីយើងសេរីស្មើហើយយើងចុចពាក្យ download វីដេអូហ្នឹងមកតោះមកបងប្អូនចុចដានតោះមកបងប្អូនចេញពី CapCut ទៅក្នុង photo បងប្អូនចូលទៅមើលវីដេអូមិញតើកាត់បានល្អដែរទេបាទឥឡូវនេះវីដេអូយើងកាត់បានហើយគឺថាអត់មានបញ្ហាអីទាំងអស់អញ្ចឹងសូមអរគុណបងប្អូនដែលតាមដានវីដេអូ